Dục tí piដែលខ្ញុំបានខ្លាចខ្លួនទៅជា freelance graphic design ដោយសារតែយកទី2នេះខ្ញុំអត់ទាន់ទទួលបាននៅ project ពី client របស់ខ្ញុំទេអញ្ចឹងហើយខ្ញុំក៏សម្រេចចិត្តធ្វើទៅលើ poster មួយដែល poster នេះគឺមានរូបខ្ញុំក៏ដូចជា tag មួយចំនួនដែលខ្ញុំប្រកាសនៅសេវាកម្មដែលខ្ញុំទទួលធ្វើផងដែរមាន graphic design ក៏ដូចជា video editor អញ្ចឹងហើយខ្ញុំក៏បានចូលទៅក្នុងកម្មវិធី Photoshop ដើម្បីធ្វើទៅលើ poster មួយហ្នឹងឬក៏ artwork មួយហ្នឹងដើម្បី post នៅក្នុង platform របស់ខ្ញុំមាន TikTok ក៏ដូចជា page របស់ខ្ញុំផងដែរអញ្ចឹងហើយខ្ញុំក៏បានធ្វើទៅលើ poster នេះហើយមានអត់មានអីឆ្ងាយទៅលើរូបរបស់ខ្ញុំទេក៏ដូចជា text ហើយខ្ញុំបានដាក់ background ក៏ដូចជាអក្សរទៅតាមអ្វីដែលខ្ញុំចង់បានហើយ poster នេះគឺខ្ញុំនឹកឃើញនៅខ្លួនឯងទេអញ្ចឹងបើសិនជាអ្នកនរគ្នាមានយោបល់អីឬក៏ចង់បន្ថែមនៅអ្វីទៀតអាច comment ប្រាប់ខ្ញុំបានដោយសារតែយើងធ្វើគឺ poster មួយគឺมันអត់ខ្ចោះប្រហែលទេអញ្ចឹងហើយចង់ឲ្យអ្នកនរគ្នាជួយ comment ផងថាគូលេងបែបម៉េចឲ្យកាន់តែ fast ជាងនេះទៀតអូខេអញ្ចឹងវីដេអូនេះក៏បានតែប៉ុណ្្នឹងទេខ្ញុំមិនបាន record ឲ្យពេញទេហើយបើសិនជាបងប្អូនឬក៏ម្ចាស់អាជីវកម្មណាដែលចង់បាននៅសេវាកម្មខាង graphic design ក៏ដូចជា video editor អាចតាក់ទងមកខ្ញុំបានតាម QR Telegram ក៏បានឬក៏ link Telegram របស់ខ្ញុំក៏បានដែរជួបខ្ញុំនៅវីដេអូក្រោយទៀតសូមអរគុណ